诸位道友，交好了一切，源头依然还未找到，来吧。Hello សួស្តីប្រិយមិត្តទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីក៏ដូចជាវីដេអូការនិយាយសាររឿង novel ជាបន្តទៀតហើយសម្រាប់ប្រិយមិត្តរូបណាដែលគាត់ចង់ donate កាហ្វេមកកាន់ admin ឬក៏ជាកាសែនអីនេះគឺជា QR code ដែល admin ដាក់នៅលើវីដេអូនេះក៏អាចចាត់ទុកថាជាការផ្ដល់កម្លាំងធាតុដល់ admin ក្នុងការផលិតវីដេអូផងដែរយើងចូលមកកាន់សាច់រឿងរបស់យើងនៅក្នុងអេពីសូតទី92ហើយ admin ចង់សួរទៅកាន់អ្នកទាំងគ្នាថាតើនឹកទីប្រឹក្សាអធិរាជដែរទេដោយសារតែគាត់ខាត់បង្ហាញខ្លួនអស់ជាច្រើនភាគមកហើយនៅក្នុងអេពីសូតមុនយើងបានដឹងហើយថាអធិរាជជៀនហ្វឹងត្រូវបានឡោមព័ទ្ធទៅដោយបាក់ធំៗនៅក្នុងពិភពកូនជាមួយនឹងជើងខ្លាំងទាំងពីររូបកំពូលគឺរូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវប្រកាសចង់ធ្វើឃាតអធិរាជជៀនហ្វឹងដើម្បីផ្លាស់ប្ដូរអធិរាជថ្មីគ្រប់គ្រងជៀនកាងដូចជាអ្វីដែលពួកយើងបានដឹងអញ្ចឹងថាអធិរាជជៀនហ្វឹងទោះបីជាគាត់មានខ្សែឈាមនាគរាក៏ដោយប៉ុន្តែទ្រង់នៅតែមិនទាន់ខ្លាំងគ្រប់គ្រាន់ដល់រូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវនៅឡើយនោះទេដោយសារតែព្រឹទ្ធាចារ្យតាវជាមួយនឹងរូឡៃពួកគាត់ទាំងពីរគឺសុទ្ធតែជាជើងខ្លាំងដែលសល់កាលពីជំនាន់មុនបើទោះបីជារូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវដឹងថាអធិរាជជៀនហ្វឹងមិនអាចប្រយុទ្ធឈ្នះពួកគាត់ក៏ដោយក៏ពួកគាត់មិនអាចបន្ធូរដៃបានដែរពួកគាត់ត្រូវតែរួមដៃគ្នាដើម្បីសម្លាប់អធិរាជជៀនហ្វឹងធ្វើបែបនេះដើម្បីកុំឲ្យអធិរាជជៀនហ្វឹងមានឱកាសគេចខ្លួនបើសិនជាពួកគាត់ប្រយុទ្ធមួយទល់នឹងមួយជាមួយនឹងអធិរាជជៀនហ្វឹងប្រកាសខ្លាំងណាស់អធិរាជជៀនហ្វឹងនឹងមានឱកាសរត់គេចខ្លួននៅពេលនោះអធិរាជជៀនហ្វឹងបានប្រើប្រាស់យុទ្ធសាស្ត្ររបស់ទ្រង់ដោយមានរន្ទះបាញ់ពីពេញផ្ទៃមេឃបន្ទាប់មកនាគរាជទាំង9ក៏បានវិលជុំវិញខ្លួនរបស់ទ្រង់ដោយនាគរាជទាំង9បានស្រែកក្រហមទៅកាន់រូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវរូឡៃបានសាច់ច្មោះហើយក៏បានប្រើប្រាស់អាវុធរបស់គាត់ដែលជាចានបានបាតពណ៌មាសដែលវាមានពន្លឺដ៏ចែងចាំងហើយក៏ប្រើវាទៅទប់ទល់ជាមួយនឹងសត្វនាគរាជរបស់ព្រះអង្គនៅពេលនោះរូឡៃបាននិយាយទៅកាន់ព្រឹទ្ធាចារ្យតាវទាំងញញឹមថាគាត់ប្រកល់ភារកិច្ចសម្រាប់ព្រះចៅអធិរាជឲ្យទៅកាន់ព្រឹទ្ធាចារ្យតាវហើយព្រឹទ្ធាចារ្យតាវបានគ្រប់គ្រងដាវរបស់គាត់ដោយការគ្រប់គ្រងរបស់គាត់គឺថារស់រវើកតែម្ដងព្រឹទ្ធាចារ្យតាវរៀបនឹងពេលប្រហារទៅហើយនៅពេលនោះក៏ស្រាប់តែមានពន្លឺចំនួន2វាបានហោះមកឈប់នៅលើអាកាសភ្លាមៗដែលធ្វើឲ្យព្រឹទ្ធាចារ្យតាវប្រញាប់បញ្ឈប់ការវាយប្រហាររបស់គាត់ដោយគាត់បានផ្ដោតសម្លឹងទៅមើលអ្វីដែលកំពុងតែមកដល់ហើយអ្វីដែលមកដល់នោះផងដែរគឺជាព្រះសង្ឃជាមួយនឹងបរិសុទ្ធជនពិការម្នាក់កាន់ឈើច្រត់ឫស្សីកំពុងតែឈរនៅលើអាកាសនិយាយតែប៉ុណ្ណេះយើងប្រហែលជាអាចទេដឹងហើយថាគឺជាអ្នកណាគាត់គឺជាលោកតាខ្វាក់ជាមួយនឹងលោកតាម៉ានៅពេលនោះលោកតាខ្វាក់បានសួរទៅកាន់រូឡៃតើលោកកំពុងតែប្រយុទ្ធគ្នាមែនទេនៅពេលដែលលើបែបនេះរូឡៃគាត់បានបញ្ឈប់ការវាយប្រហាររបស់គាត់ហើយបានញញឹមទៅកាន់ម៉ាវងសិនដែលវាគឺជាឈ្មោះរបស់លោកតាម៉ាចូលទៅកាន់ពួកគាត់ហើយអ្វីបានជាអ្នកទាំងពីរនៅទីនេះលោកតាម៉ាបានឆ្លើយប្រាប់ត្រង់ថាគាត់កំពុងតែស្វែងរកមនុស្សនៅពេលនោះលោកតាខ្វាក់គាត់បានគោះដំបៅរស្មីរបស់គាត់ចុះដែលធ្វើឲ្យផ្ទៃមេឃនៅពេលនោះក៏ស្រាប់តែមានការរញ្ជួយយ៉ាងខ្លាំងជើងខ្លាំងជាច្រើនកំពុងតែប្រយុទ្ធគ្នាពួកគេក៏បានបញ្ឈប់សកម្មភាពដោយមានការភ្ញាក់ផ្អើលជាមួយនឹងពីរអ្នកគាត់យ៉ាងខ្លាំងលោកតាខ្វាក់គ្រាន់តែមកសួរសុខទុក្ខពួកគេប៉ុណ្ណោះហើយក៏សុំទោសពួកគេផងដែរគាត់បានសួរទៅកាន់ពួកគេថាតើបានឃើញស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែរទេចំពោះសៀនទិញវោនៅពេលនេះកំពុងតែត្រូវបានគេវាយប្រហារយ៉ាងធ្ងន់ធ្ងរប៉ុន្តែសំណាងល្អនៅពេលដែលលោកតាខ្វាក់គាត់បានធ្វើឲ្យពួកគេបញ្ឈប់សកម្មភាពដែលធ្វើឲ្យសៀនទិញវោនៅពេលនេះគេអាចដកដង្ហើមបានហើយគេក៏បានសួរទៅកាន់លោកតាខ្វាក់វិញផងដែរតើគាត់កំពុងតែស្វែងរកអ្នកណាលោកតាខ្វាក់គាត់បានឆ្លើយដោយដកដង្ហើមធំថាស្ត្រីម្នាក់នោះគឺស្រស់ស្អាតខ្លាំងណាស់ឃើញភ្លាមគឺមិនអាចបំភ្លេចបាននោះទេអាចធ្វើឲ្យបេះដូងខ្ទេចខ្ទីបានអ្វីដែលសំខាន់នោះគឺនាងមានបិសាចនៅក្នុងខ្លួនដែលវាអាចបង្កជាគ្រោះមហន្តរាយទៅដល់ពិភពលោកផងដែរគាត់និយាយទៀតថាគាត់ក៏ធ្លាប់បានទៅកាន់វត្តភូល័តដើម្បីឲ្យរូឡៃជួយបង្ក្រាបបិសាចម្នាក់នេះប៉ុន្តែដូចយើងដឹងហើយថាលោកតាខ្វាក់គាត់និយាយច្រើនខ្លាំងណាស់ម្នាក់ស្ដាប់ដូចជាអត់ចូលនោះទេនៅពេលដែលឃើញបែបនេះលោកតាម៉ាក៏បានប្រាប់ទៅកាន់លោកតាខ្វាក់ឲ្យចូលចំណុចសំខាន់ទៅលោកតាខ្វាក់គាត់បានងក់ក្បាលហើយបានប្រាប់ទៅកាន់គ្រប់គ្នាថាស្ត្រីម្នាក់នេះគឺជាម្ចាស់កសម្ព័ន្ធនៃលទ្ធិបិសាចឋានសួគ៌របស់គាត់ដែលជាមេបកចំនួនមុនដោយសារតែរូឡៃគេចង់ធ្វើឃាតអធិរាជទៅបានជាគេបណ្ដាយឲ្យនាងរត់គេចខ្លួនទៅបាននៅពេលដែលបានលើបែបនេះរូឡៃគាត់ក៏បានសើចផងដែរគាត់បានប្រាប់ថាបើទោះបីជាគាត់ចង់ជួយនាងក៏ដោយក៏គាត់មិនអាចជួយបានដែរដោយសារតែគាត់មិនអាចធ្វើកិច្ចការពីរក្នុងពេលតែមួយបាននោះទេលោកតាខ្វាក់បានស្ដីឲ្យថាបើសិនជាធ្វើមិនបានមិនក៏មិនប្រាប់គាត់ឥឡូវនេះគាត់ស្វែងរកនាងមិនឃើញតទៅសោះតើមានអាណាម្នាក់ក្នុងចំណោមពួកគេបានឃើញនាងដែរទេដោយបានប្រាប់ភិនភាគនឹងរូបរាងរបស់លោកយេស៊ូវប្រាប់ទៅកាន់ពួកគេប៉ុន្តែគ្មានអាណាម្នាក់បានជួបប្រទះនោះទេពួកគេបានក្រវីក្បាលគ្រប់គ្នាសៀបៃអីដែលមកពីបបិសាចឋានសួគ៌ដូចគ្នានាងបានស្រែកប្រាប់ខ្លាំងទៅកាន់លោកតាម៉ាជាមួយនឹងលោកតាខ្វាក់ថាសង្ឃឹមថាអ្នកទាំងពីរនឹងអាចជួយពួកយើងដើម្បីការពារអធិរាជជៀនហ្វឹងនៅពេលដែលលើកសម្ដីបែបនេះរូឡៃគាត់បានព្
ភ្ញាក់ផ្អើលហើយប្រតិចាតៅនៅពេលដែលឃើញបែបនេះក៏បានសួរទៅកាន់រូឡៃថាតើពួកគេទាំងពីរគឺជាអ្នកណារូឡៃបានប្រាប់ថាព្រះសង្ឃម្នាក់នោះគឺជាកូនសិស្សសំខាន់របស់គាត់ហើយនឹងម្នាក់ទៀតដែលពិការភ្នែកនោះគឺជាអាទិទេពលំពេងប្រតិចាតៅបាននិយាយទាំងភ្ញាក់ផ្អើលថាដូច្នេះតើនេះគឺជាកៅភ្នែកអាទិទេពកាលពីសម័យនោះមែនទេនៅពេលនោះលោកតាម៉ាគាត់បានបដិសេធមិនព្រមជួយពួកគេនោះទេគាត់បាននិយាយថារឿងរបស់គាត់ដែលស្វែងរកលោកជ័យស៊ឺគឺសំខាន់ជាងរឿងមួយនេះហើយគាត់ក៏មិនចង់រំខានពួកគេនោះដែរដោយលោកតាខ្វាក់គាត់បាននិយាយយ៉ាងធូរថាការសម្លាប់ព្រះចៅអធិរាជនិងការការពារព្រះចៅអធិរាជរបស់ពួកគេគឺមិនសំខាន់ដូចជាការស្វែងរកមនុស្សរបស់ពួកយើងនោះទេបើសិនជាព្រះចៅអធិរាជម្នាក់នេះស្លាប់ពួកយើងគ្រាន់តែផ្លាស់ប្ដូរថ្មីទៅបានហើយប៉ុន្តែបើសិនជាបិសាចស្រីនឹងរត់ចេញពិភពលោកទាំងមូលនេះនឹងត្រូវវិនាសហើយគាត់បានសួរទៅកាន់អធិរាជជៀនហ្វឹងថាតើទ្រង់ធ្លាប់បានឃើញនាងដែរទេនិយាយទៅគឺគាត់អត់ខ្វល់ពីរឿងអីទាំងអស់ហ្មងអត់ជួយអធិរាជហើយថែមទាំងសួរទៅកាន់អធិរាជចឹងទៀតអធិរាជជៀនហ្វឹងគាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរទឹកមុខរបស់គាត់ប្រែទៅជាតានតឹងបន្តិចហើយគាត់បានឆ្លើយប្រាប់ទៅកាន់លោកតាខ្វាក់វិញថាខ្ញុំមិនដែលបានឃើញនាងនោះទេហើយគាត់ព្រមទាំងបានសុំទៅកាន់អ្នកទាំងពីរផងដែរតែអាចជួយខ្ញុំបានដែរទេនៅពេលដែលស្ដាប់លើចម្លើយបែបនេះលោកតាខ្វាក់គាត់មានការខកចិត្តយ៉ាងខ្លាំងគាត់តបទៅកាន់អធិរាជថាគាត់មិនចាប់អារម្មណ៍នោះទេហើយគាត់ថែមទាំងនិយាយថាអធិរាជជៀនហ្វឹងពិតជាសំណាងណាស់ដែលបានឃើញនាងបើសិនជាទ្រង់បានឃើញនាងអាណាចក្រយានកាងរបស់ទ្រង់ប្រកាសជាត្រូវបានវិនាសបន្ទាប់មកក៏បានបបួលលោកតាម៉ាតោះទៅនាងប្រកាសជាមិនទាន់ទៅណាឆ្ងាយនោះទេលោកតាម៉ាបានងក់ក្បាលជាមួយនឹងគាត់ហើយអ្នកទាំងពីរក៏បានបាត់ខ្លួនចេញពីទីនេះទៅភ្លាមៗដោយគ្មានដាននៅពេលដែលឃើញបែបនេះគ្រប់គ្នាគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេនិយាយថាពួកគាត់ទាំងពីរគឺជាជើងខ្លាំងការពីចំនួនមុនដល់ចម្លែកពិតមែនបន្ទាប់មកពួកគេក៏ចាប់ផ្ដើមធ្វើការប្រយុទ្ធគ្នាម្ដងទៀតរូឡៃជាមួយនឹងប្រតិចន្តាវក៏ចាប់ផ្ដើមរៀបចំអាវុធរបស់ពួកគាត់ដើម្បីវាយប្រហារទៅកាន់អធិរាជជៀនហ្វឹងដោយដាវតាវរបស់ប្រតិចន្តាវគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនដែលវាគឺមានទំនាក់ទំនងរវាងផែនដីជាមួយនឹងមេឃតែមួយចំពោះអធិរាជជៀនហ្វឹងវិញទ្រង់បានប្រើប្រាស់នៅយុទ្ធសាស្ត្រអ្នករាជទាំង9របស់ទ្រង់ដោយមានចំហាយទឹករបស់អ្នករាជទាំង9ព័ទ្ធជុំវិញខ្លួនរបស់ទ្រង់និយាយរួមទៅអធិរាជជៀនហ្វឹងគាត់គឺជាមនុស្សដែលមានទេពកោសល្យក្នុងការហ្វឹកហាត់មែនទែនដោយទ្រង់ថែមទាំងចេះនៅស្នៀតរបស់ប្រតិចន្តាវដែលគឺជាដាវតាវហើយទ្រង់ក៏ចេះក្បាច់គុណមកពីប្រាសាទផ្គរលាន់ផងដែរហើយមួយទៀតនោះគឺសំបីតែស្នៀតដាវឋានសួគ៌សម្ងាត់មានតែមនុស្សស្រីប៉ុណ្ណោះដែលអាចស្វែងយល់បានក៏ទ្រង់អាចហ្វឹកហាត់វាចេះបានដែរចំណែកឯការវាយប្រហាររបស់ទ្រង់នីមួយៗគឺប្រៀបដូចជាការផ្លាស់ទីភ្នំនិងលំហូររបស់ទឹកសមុទ្រអញ្ចឹងហើយស្នៀតអ្នករាជទាំង9របស់ទ្រង់ត្រូវបានហ្វឹកហាត់ដល់កម្រិតអាទិទេពនៅពេលដែលឃើញបែបនេះប្រតិចន្តាវគាត់ក៏ភ្លឺភ្នែកផងដែរហើយគាត់ក៏ប្រើប្រាស់ស្នៀតដាវរបស់គាត់វាយប្រហារទៅកាន់អធិរាជជៀនហ្វឹងដូចជាព្យុះអញ្ចឹងដោយគាត់បាននិយាយលើកសរសើរទៅកាន់អធិរាជផងដែរថាដោយមនុស្សគ្រប់គ្នានៅក្នុងពិភពលោកតែងតែគិតថាទីប្រឹក្សាអធិរាជឬក៏លោកគ្រូជាតិជើងនឹងគឺជាមនុស្សដែលមានទេពកោសល្យក្នុងការប្រើប្រាស់ជំនាញដាវប៉ុន្តែពួកគេគិតខុសហើយដោយសារតែរំលងអធិរាជជៀនហ្វឹងដោយសមត្ថភាពរបស់អធិរាជជៀនហ្វឹងបច្ចុប្បន្ននេះគឺគាត់អាចបង្កើតបាបផ្ទាល់ខ្លួនបានហើយប៉ុន្តែប្រតិចន្តាវបាននិយាយថាគួរឲ្យសោកស្ដាយណាស់ដាវតាវរបស់ប្រតិចន្តាវក៏បានចាក់ទម្លុះការការពាររបស់អធិរាជជៀនហ្វឹងដែលធ្វើឲ្យទងរងរបួសម្ដងហើយម្ដងទៀតនៅពេលដែលឃើញអាការឡោះបែបនេះរូឡៃក៏បានឆ្លៀតវាយប្រហារទៅកាន់អធិរាជផងដែរអធិរាជជៀនហ្វឹងទប់ទល់ជាមួយនឹងការវាយប្រហារទាំងពីរនេះគាត់គឺមានការស្រែកជឿចាប់យ៉ាងខ្លាំងដោយរូឡៃជាមួយនឹងប្រតិចន្តាវពួកគាត់ទាំងពីរគឺព្យាយាមបញ្ចប់កិច្ចការមួយនេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានដោយសារតែទីប្រឹក្សាអធិរាជឬក៏លោកគ្រូជាតិជើងនឹងគឺមិនទាន់បង្ហាញខ្លួននៅឡើយទេបន្ទាប់ពីនិយាយចប់ភ្លាមរូឡៃក៏បានប្រែក្លាយទៅជាព្រះពុទ្ធដ៏ធំហើយក៏បានទម្លាក់បាតដៃដែលមានម្រាមចំនួន5ធ្លាក់ចុះមកដែលប្រៀបដូចជាភ្នំទាំង5ឥឡូវនេះយើងកាត់ទៅមើលឈិនមូនេះវិញកំពុងតែអង្គុយនៅលើខ្នងសត្វនាគរាជឈិលិនដែលមានចម្ងាយ300ម៉ាយពីកន្លែងអធិរាជជៀនហ្វឹងដោយឈិនមូគេដាក់សម្ពាធទៅលើសត្វនាគរាជឈិលិនមែនទែនដោយប្រាប់ឲ្យគេធ្វើដំណើរឲ្យបានកាន់តែលឿនជាងនេះទៅទៀតឈិនមូគេមានអារម្មណ៍ថាមិនស្រួលនោះទេប្រកាសជាមានរឿងអ្វីកើតឡើងទៅលើអធិរាជជាមិនខានឲ្យសត្វនាគរាជឈិលិនធ្វើដំណើរឲ្យបានកាន់តែលឿនជាងនេះទៅទៀតឈិនមូគេនឹងឲ្យថ្នាំគ្រាប់វិញ្ញាណចំនួន3ធុងឲ្យគេស៊ីបន្ថែមចំណែកឯសត្វនាគរាជឈិលិនវិញកំពុងតែរត់នៅលើពពកភ្លើងចង់ធ្លាក់អណ្ដាតប្រាប់ទៅកាន់ឈិនមូថាគេខំប្រឹងអស់ពីសមត្ថភាពហើយឈិនមូគេនៅតែមិនស្រួលក្នុងចិត្តហើយក៏បាននិយាយគំរាមទៅកាន់សត្វនាគរាជឈិលិនថាបើសិនជាគេមិនខំប្រឹងរត់ឲ្យបានលឿនជាងនេះនោះទេនៅក្នុងថ្ងៃចូលឆ្នាំក្រោយម្ហូបតែនៅលើតុប្រកាសជាសាច់របស់គេហើយនៅពេលដែលឈិនមូកំពុងតែនិយាយហ្នឹងក៏មានពន្លឺពណ៌បៃតងជាមួយនឹងពណ៌ប្រផេះបានហោះកាត់គេឈិនមូគេបានចាប់អារម្មណ៍ផងដែរបន្ទាប់មកពន្លឺមួយនោះក៏បានបត់មករកគេវិញតាមពិតទៅគឺជាការធ្វើដំណើររបស់លោកតាម៉ាជាមួយនឹងលោកតាខ្វាក់បន្ទាប់ពីបានជួបឈិនមូពួកគាត់បានសួរឈិនមូថាហេតុអ្វីបានជាគេនៅទីនេះលោកតាខ្វាក់បានសរសើរខ្លួនឯងថាបើសិនជាកែវភ្នែករបស់គាត់មិនល្អនោះទេប្រកាសជាទៅហួសឈិនមូហើយបានសួរទៅកាន់ឈិនមូតើគេចាក់ចេញពីវត្តផ្គរលាន់តាំងពីពេលណាតើព្រះសង្ឃនៅក្នុងវត្តផ្គរលាន់មានបានបង្កបញ្ហាដល់គេដែរទេឈិនមូបានតបទៅកាន់គាត់វិញយ៉ាងប្រញាប់ថាបន្ទាប់ពីអ្នកទាំងពីរចាក់ចេញគាត់ក៏បានចាក់ចេញមកតាមផងដែរហើយបានប្រាប់ដំណឹងទៅកាន់
បានលោកតាមកជាមួយនឹងលោកតាខ្វាក់ថារូឡៃជាមួយនឹងអ្នកផ្សេងទៀតកំពុងតែចង់ធ្វើឃាតអធិរាជលោកតាមកប្រាប់ថាពួកយើងបានឃើញហើយរឿងនេះជារឿងតូចតាចនោះទេព្រះចៅអធិរាជគង់តែត្រូវបានផ្លាស់ប្ដូរហើយលោកតាខ្វាក់ក៏បានរអ៊ូផងដែរថាអូអញគួរតែខ្វល់អំពីរឿងដែលសំខាន់ជាងនេះគឺជារឿងរបស់លីធានស៊ីងដែលជាបញ្ហាធំបំផុតប្រសិនបើគេអាចកាន់ការព្រៀងកាយរបស់លោកយាយស៊ឺនោះពិតជាបញ្ហាដ៏ធំពិតប្រាកដគឺគ្មានអ្នកណាអាចបញ្ឈប់នាងបាននោះទេឈិនមូប្រាប់ទៅកាន់ពួកគាត់ថាខ្ញុំបានជួបជាមួយនឹងលោកយាយស៊ឺហើយដូច្នេះអ្នកទាំងពីរមិនចាំបាច់បារម្ភពីគាត់នោះទេលោកយាយស៊ឺគាត់មិនទាន់ចង់ត្រឡប់ទៅកាន់តំបន់តាស៊ីវិញនោះទេដោយសារតែគាត់ខ្លាចបង្កបញ្ហាទៅដល់អ្នកភូមិបន្ទាប់មកឈិនមូក៏បានសួរទៅកាន់លោកតាតើអាចជួយព្រះចៅអធិរាជបានដែរទេលោកតាម៉ាបានសម្លឹងទៅកាន់លោកតាខ្វាក់ហើយអ្នកទាំងពីរក៏បានងក់ក្បាលដាក់គ្នាដោយបានប្រាប់ទៅកាន់ឈិនមូថាពីបានណាមើលទៅព្រះចៅអធិរាជប្រហែលជាលែងមានជីវិតហើយដោយសារតែរូឡៃជាមួយនឹងព្រះរាជាតាវនៅពេលដែលចាប់ដៃគ្នាប្រយុទ្ធព្រះចៅអធិរាជនឹងគ្មានសង្ឃឹមនោះទេត្រូវហើយឈិនមូយើងក៏បានឃើញបលិទ្ធិបិសាចឋានសួគ៌របស់ឯងនៅទីនោះផងដែរហើយយើងគិតថាពួកគេនឹងស្លាប់យ៉ាងវេទនាឈិនមូគេកាន់តែមិនស្ងប់ចិត្តទៀតហើយប្រាប់ទៅកាន់អ្នកទាំងពីរថាព្រះចៅអធិរាជមិនទាន់អាចស្លាប់បាននោះទេហើយគាត់មិនចាំបាច់ខ្វល់ពីសមាជិកបារបស់គាត់នោះទេពួកគេអាចកិច្ចខ្លួនទៅបានគ្រប់ពេលវេលាហើយបានសួរទៅកាន់ពួកគាត់ទៀតថាតើបានឃើញទីប្រឹក្សាអធិរាជនៅទីនោះដែរទេលោកតាម៉ាបានឆ្លើយប្រាប់ថាទីប្រឹក្សាអធិរាជគាត់មិនបានឃើញនៅទីនោះទេហើយម្យ៉ាងទៀតរូឡៃជាមួយនឹងព្រះតេជតាពួកគាត់ទាំងពីរគឺសុទ្ធតែជាមនុស្សចាស់ហើយដូច្នេះហើយពួកគេគឺមិនអាចប្រយុទ្ធបានយូរនោះទេបើសិនជាពួកគេចំណាយពេលប្រយុទ្ធយូរនៅអាយុជីវិតរបស់ពួកគេនឹងត្រូវកាត់បន្ថយប៉ុន្តែលោកតាម៉ានិងលោកតាខ្វាក់ពួកគាត់គឺនៅក្មេងជាងពួកគេដូច្នេះហើយពួកគាត់ក៏បានងក់ក្បាលដាក់គ្នាហើយញញឹមក្នុងករណីនេះពួកគាត់ប្រកាសជាអាចទៅជួយព្រះចៅអធិរាជមកវិញបានប្រាប់ទៅកាន់មូរងចាំនៅទីនេះហើយយើងនឹងទៅយកសាកសពរបស់ព្រះចៅអធិរាជត្រឡប់មកវិញឈិនមូគេស្លាំងកាំងមែនតែននៅពេលដែលបានឮថាយកសាកសពរបស់ព្រះចៅអធិរាជត្រឡប់មកវិញបែបនេះលោកតាម៉ាគាត់បានចាក់ចេញទៅឆ្ងាយហើយប៉ុន្តែសម្លេងរបស់គាត់បានប្រាប់មកវិញថាដោយសារតែព្រះរាជាតាវបានធ្វើសកម្មភាពជាមួយនឹងរូឡៃដូច្នេះហើយអធិរាជប្រកាសជាស្លាប់ជាមិនខាននៅក្នុងសមរភូមិរវាងព្រះចៅអធិរាជជាមួយនឹងមនុស្សទាំងពីរដែលស្ទើរតែប្រែក្លាយទៅជាព្រះដោយរូឡៃជាមួយនឹងព្រះរាជាតាវបានវាយប្រហារជាមួយគ្នាដោយព្យាយាមបញ្ចប់សមរភូមិនេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានអធិរាជយានហ្វឹងបានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀតដែលធ្វើឲ្យទ្រង់គឺមិនអាចទប់ទល់ជាមួយនឹងពួកគេទាំងពីរបាននោះទេដោយសារតែពួកគេទាំងពីរគឺខ្លាំងពេកព្រះរាជាតាវជាមួយនឹងរូឡៃរៀបនឹងផ្ដាច់ជីវិតរបស់អធិរាជទៅហើយដល់ពេលនោះក៏ស្រាប់តែមានរបងឈើឫស្សីមួយបានមកវាយប្រហារព្រះរាជាតាវប្រញាប់ដកដាវរបស់គាត់ដើម្បីការពារហើយរូឡៃមានអារម្មណ៍ថាចេតនាសម្លាប់នៅពីក្រោយខ្នងរបស់គាត់នៅពេលដែលពួកគាត់ងាកទៅមើលនោះគឺជាលោកតាខ្វាក់ដែលលោកតាខ្វាក់បានសរសើរថាពួកគាត់ពិតជាមានការវឹកហាត់ខ្ពស់ប៉ុន្តែទៀបជាងលោកតាមេភូមិបន្តិចនៅពេលដែលគាត់និយាយចប់គាត់ក៏បានចាក់ចេញទៅភ្លាមហើយរូឡៃជាមួយនឹងព្រះរាជាតាវក៏ប្រញាប់បែរមកវិញប៉ុន្តែគាត់មិនបានឃើញអធិរាជយានហ្វឹងនោះទេប៉ុន្តែយ៉ាងណាពួកគាត់ក៏មិនចាំបាច់ដេញតាមអធិរាជមកវិញនោះដែរដោយសារតែកំណត់ទ្រព្យឋានសួគ៌នៅក្នុងខ្លួនរបស់អធិរាជគឺត្រូវបានបំផ្លាញហើយឈាមនិងធម្មពលរបស់ទ្រង់ក៏ត្រូវបានហូរអស់ផងដែររូឡៃគាត់បានដកដង្ហើមធំថាល្អទោះបីជាគាត់ត្រូវបានជួយសង្គ្រោះក៏ដោយក៏គាត់នៅខ្លាចទៅជាមនុស្សធម្មតាអត់ប្រយោជន៍ម្នាក់ជាកាត់ទៅដល់កន្លែងឈិនមូវិញរំពេចនោះក៏មានសាកសពមួយត្រូវបានគេបោះមករកឈិនមូដែលឈិនមូកំពុងតែជិះនៅលើខ្នងសត្វនេក្រេឈីលីនលោកតារបស់ឈិនមូបានប្រាប់ថាមូសាកសពដែលឯងចង់បានគឺនៅទីនេះហើយ笼罩严康的这场大选，源头依然还未找到。